ជំរាបសួរបងប្អូនម្ចាស់ចំការកស៊ូទាំងអស់គ្នាថ្ងៃនេះខ្ញុំចែករំលែកទៅលើប្រធានបទការថែទាំកូនកស៊ូនៅរដូវប្រាំងបាទចំពោះបងប្អូនខ្លះគឺមានកស៊ូទូចបាទទើបបានកពុះនេះបាទបងប្អូនខ្លះបាទលិចក្បាលតែកស៊ូនេះភាគច្រើនគឺលិចក្បាលអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងលើកប្រធានបទនិយាយអំពីការថែទាំកស៊ូនៅរដូវប្រាំងកុំឲ្យមានសភាពងាប់បាទឬក៏អន់បាទអញ្ចឹងនៅវីដេអូនេះខ្ញុំនឹងចែករំលែកជូនបងប្អូនហើយសម្រាប់បងប្អូនមុននឹងចូលដល់ការចែករំលែកសូមបងប្អូនជួយ Subscribe Channel YouTube របស់យើងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗខ្ញុំចែករំលែកពីអីដែលថ្មីបន្តទៀតហើយមួយវិញទៀតសម្រាប់បងប្អូនដែលគាត់មានតម្រូវការបាទពាក់ព័ន្ធទៅនឹងជីថ្នាំកសិកម្មបាញ់ដាំហើយបាញ់បំពន់កូនកស៊ូបែបណាបាទឲ្យទីមួយឲ្យធំលូតលាស់លឿនបែបអញ្ចឹងបាទលិចក្បាលអញ្ចឹងបាទនៅក្នុងថ្ងៃទី5ខែ1 2027ហ្នឹងបាទគឺដាំបានប្រហែលខែនេះគឺលិចលូតលាស់ខ្ពស់អញ្ចឹងបាទហើយមួយវិញទៀតគឺសម្រាប់បងប្អូនដែលគាត់មានតម្រូវការថាចង់ឲ្យកស៊ូល្អទុំតល្អអាចពាក់ព័ន្ធទៅនឹងបច្ចេកទេសឬប្រឹក្សាយោបល់ពាក់ព័ន្ធទៅនឹងការដាំស្អីក៏បានដែរបាទមានការរៀនសូត្រហើយនឹងសៀវភៅលក់ចែកជូនបងប្អូនបាទអញ្ចឹងកុំឲ្យប្រធានបទយើងកំឡុងយូរបងប្អូនអាចតាមដានបានហើយបងប្អូនឃើញចន្ទីនិងកស៊ូចេះបងប្អូនកុំឆ្ងល់ចាំតិចទៀតខ្ញុំវីដេអូក្រោយខ្ញុំនឹងធ្វើចែកជូនបងប្អូនហើយបាទនេះគឺកៅស៊ូរបស់គាត់ថ្ងៃនេះគឺខ្ញុំមកឃើញខ្នែងច្រើនអញ្ចឹងខ្នែងនេះបងប្អូនមានចម្ងល់ថាត្រូវតែកាត់ខ្នែងហ្នឹងបាទត្រូវតែកាត់ខ្នែងស៊ូរបស់គាត់គឺល្អណាស់បងប្អូនបាទគឺភាគច្រើនគឺលិចក្បាលអញ្ចឹងបាទហ្នឹងបាទភាគច្រើនហើយកស៊ូនេះគឺទៅបានប្រហែលខែទេបងប្អូនមើលដងដើមបាទមើលដងដើមហើយនេះដោយសារយឺតការកាច់ខ្នែងអញ្ចឹងធ្វើឲ្យកស៊ូនេះរាងអន់ថយបាទទី1អន់កម្ពស់ទី2អន់ការរីកមៀតបាទហើយដីរបស់គាត់ល្អណាស់បាទហើយគឺដាំនេះគឺដាំលក្ខណៈបត់ពិសោធន៍តែប៉ុណ្ណោះបងប្អូនបាទគឺគាត់ពិសោធន៍ហើយបងប្អូនអាចមើលអានេះចាំងថ្ងៃហើយបាទភាគច្រើនគឺនេះបាទចំពោះថ្នាំបាញ់ពៅបំពន់បាទចំពោះថ្នាំបាញ់ពៅបំពន់ខ្ញុំបានចែករំលែកវីដេអូជាបន្តបន្ទាប់មកហើយមែនអត់បងប្អូនបាទថារូបមន្តថ្នាំបែបណាគឺខ្ញុំបានផ្ដល់ជូនបងប្អូនអស់ហើយបាទថាយើងគួរតែបាញ់បែបណាហើយមួយទៀតរបៀបនៃការបាទកាត់ខ្នែងបាទតែងមែកខ្ញុំបានបង្រៀនជូនបងប្អូនហើយបងប្អូនក៏មានចម្ងល់ទៀតថាតើគួរតាកាត់ខ្នែងអីទៀតទេបាទយើងត្រូវតែកាត់បងប្អូនឧទាហរណ៍នេះបាទបងប្អូននេះខ្ញុំបង្ហាញជូនបងប្អូនចំណេះដឹងមួយទៀតចុះទៀតសម្រាប់កស៊ូនេះគឺធំលូតលាស់ល្អលិចក្បាលបាទនេះហើយគឺជាចំណុចមួយដែលបងប្អូនត្រូវការរៀនសូត្រសម្រាប់ដាំកស៊ូហើយកស៊ូនេះគឺកស៊ូពូជ251បាទអញ្ចឹងបងប្អូនអាចមើលបានទស្សនាហើយការលូតលាស់របស់វាបាទមិនថាដើមណាទេបាទគឺធំល្អលូតលាស់ហើយមួយវិញទៀតជីថ្នាំបងប្អូនត្រូវមើលជាមួយបាញ់ឲ្យចំគោលដៅរបស់ដំណាំកស៊ូបាទមានដងដើមបងប្អូនស្គាល់ទេដងដើមបាទហិចមៀតដងដើមលូតកម្ពស់បាទហើយមួយទៀតជំនួយឫសឆ្នាំជំងឺបាទហើយមានសត្វល្អិតតិចតួចបាទបងប្អូនបាញ់ជារឿយហើយឆ្លាស់មួយពួកអាមីណូស៊ីវីតជាមួយអាតូនិកដើម្បីជំរុញឬសម្រួលការលូតលាស់របស់វាបាទនេះគឺខ្ញុំបកស្រាយជូនបងប្អូនប៉ុណ្នេះបាទហើយចង់យកច្បាស់បងប្អូនអាចរៀនសូត្រយើងខ្ញុំបានមានបើកបង្រៀនមានសៀវភៅលក់ហើយមួយទៀតគឺពាក់ព័ន្ធទៅនឹងបងប្អូនដែលសួរយើងផ្ដល់ឲ្យគាត់នៅទៅសួរអញ្ចឹងបងប្អូនកុំសួរអីបងប្អូនទេតាមលេខ097 624 25ទិញថ្នាំផ្ញើជូនបងប្អូនបាញ់បងប្អូននឹងល្អដូចគ្នាហើយសម្រាប់បងប្អូនដែលគាត់ឆ្ងល់ថាធ្វើម៉េចឲ្យដើមរិចធំលឿនបានលូតលាស់អាយុកាលនៃជាយើងខ្ញុំមានទាំងអស់សម្រាប់បច្ចេកទេសគឺយើងខ្ញុំមានចែកជូនបងប្អូនអញ្ចឹងវីដេអូនេះខ្ញុំគ្រាន់តែចែករំលែកឲ្យបងប្អូនមើលថានៅរដូវប្រាំង
នៅពេលដែលកស៊ូយើងកពុះលិចក្បាលប៉ុណ្ណឹងបាទបងប្អូននៅបាញ់ថ្នាំទៀតក៏បានបាទបើបងប្អូនកស៊ូនៅទូចទៀមទាបងប្អូនត្រូវតែបាញ់បាទបងប្អូនខ្លះដាំទៅកស៊ូនៅទូចបានត្រឹមចង្គង់បាទខ្លះទៅត្រឹមចកេះបាទអ្នកដែលគាត់បាញ់បំពន់យកចិត្តទុកដាក់អាចបានលិចក្បាលត្រឹមស្មាបងប្អូនត្រូវគិតថាតើបានកពុះលិចក្បាលប៉ុណ្ណេះបងប្អូនហានិភ័យនៃងាប់បាទគឺកាត់បន្ថយបាទចូល80 ទៅ 90% ហើយបាទអត់តែបានកពុះប៉ុណ្ណឹងនឹងគឺអញ្ចឹងគឺយើងខ្ញុំសូមអរគុណ